ទៀតទេកុំអីឡើយចឹងទៅឡើយចឹងទៅបងស្រីទី1ក្រុងហ្វឹងប្រឡូកពិភពគុណសាជាថ្មីបងស្រីទី1ក្រុងហ្វឹងប្រឡូកពិភពគុណសាជាថ្មីម៉ែគេបងផាត់ម៉ាក់កាត់បានត្រូវហើយការត្រង់គឺមានបានកំណត់ai chạm trâu tới đi nhé ai chạm trâu tới hàng cái đã khai dây chạm vào bài kia chứ mẹមិនអាចសម្រាប់ជាបានទេយើងមានខ្នងធំប៉ុណ្ណេះខ្នងធំប៉ុណ្ណេះទេនិយាយមកចោលនិយាយឲ្យពួកនាងនឹកខ្លាចជីងធានមីងនាងយួរឈិនឈិនធានមីងយ៉ាមិនលើឈ្មោះនាងយួរឈិនហើយលេហ៊ានវាយជើងឲ្យមែនទេទទួលផលកម្មជីវិតរបស់ឯងនេះទៅចុះអេបងអូនស្រីធ្វើអីនឹងក្រោកឡើងមកអ្នកមីងបងស្រីខ្ញុំមិនដឹងត្រូវអរគុណអ្នកទាំងពីរយ៉ាងម៉េចទេបើពួកមីងមិនជួយខ្ញុំទេកុំខិនចឹងអីយើងជួយឯងមិនដើម្បីបានអីពីឯងវិញទេត្រូវហើយមកអង្គុយទៅអង្គុយចុះទៅមីងទៅចាក់ទឹកឲ្យឯងណាក្របានតែហើយនេះព្រឹកស្អែកខ្ញុំជូនឯងតែសាលាវិញអញ្ចឹងបើខ្ញុំទៅវិញជន់ពេលទាំងនោះនំរបស់បងគិតយ៉ាងម៉េចអ្នកមីងក្រុមជន់ពេលទាំងនោះពូកែខ្លាំងណាស់ក្រោយខ្នងពូកែមានអ្នកខ្នងបងឯងបើពូកែមកសងសឹងក្មួយស្រីទុកចិត្តចោះក្មួយស្ងប់ចិត្តទៅសាលារៀនវិញចោះថែរក្សាខ្លួនពូកែមិនអាចរកក្មួយទៀតទេយ៉ាងច្រើនអាចត្រឹមតែរមីងប៉ុណ្ណោះអ្នកមីងខ្ញុំបារម្ភខ្លាចថាពូកែនឹងរកអ្នកមីងមិនបាច់បារម្ភទេតាមពិតទៅមានមនុស្សចាំរំខានមីង20ឆ្នាំមកហើយអ្នកពិភពគុណអាហ្វីមកជួបបងស្រីទី1ជាពិសេសអ្នកពិភពគុណអាហ្វីមកជួបបងស្រីទី1ជាពិសេសនាងនឹងជាបងស្រីទី1នៅក្នុងពិភពគុណដែលគេនិយាយរីករាយដែលបានជួបលោកជាអ្នកណាខ្ញុំឈ្មោះហួយយិនហ្វីគ្នាសតទៅហៅថាអាហ្វីបងស្រីទី1មិនវាយម្នាក់ឈ្មោះហេឡៅនោះដូចជាខ្លាំងពេកហើយគេជាប្អូនរបស់ខ្ញុំណាអញ្ចឹងលោកក៏មករកពួកខ្ញុំដើម្បីជម្រាបបញ្ជីអត់ទេមិនអញ្ចឹងទេមក100លាននេះគឺប្រើសម្រាប់សុំទោសអ្នកទាំងពីរមិនតែទេខ្ញុំរក20ឆ្នាំទៅបានប៉ុណ្ណឹងចំពោះខ្ញុំលុយតូចតាច់ទេក្រៅពីសុំទោសអ្នកបងទី1ខ្ញុំចង់ពិភាក្សារឿងរ៉ូស៊ីជាមួយនឹងអ្នកបងផងដែរបន្ទាប់ពីសុំទោសអ្នកបងហើយខ្ញុំចង់ពិភាក្សារឿងរ៉ូស៊ីផងដែរខ្ញុំគ្រាន់តែជាអ្នកលក់សាច់អាំងអាចពិភាក្សាស្អីបានដែរទៅការរ៉ូស៊ីរបស់ខ្ញុំងាយស្រួលទេអ្នកបងទី1ប្រកាសជាអាចធ្វើបាននិយាយមកអញ្ចឹងនោះគឺនាំកូនស្រីអ្នកបងចេញពីក្រុងហ្វឹងនេះពិតជាងាយស្រួលមែនតាខ្ញុំថាហើយតាអ្នកបងប្រកាសជាអាចធ្វើបានជាមិនខានស្ដាយណាស់ខ្ញុំធ្វើមិនបានឡើយអ្នកបងគិតបានច្បាស់ណាស់នេះគឺ1លានមិនខ្វល់ថាអ្នកបងទៅកន្លែងណាទេសុទ្ធតែចាយបានទាំងអស់ទោះបីជាអ្នកបងមិនគិតពីខ្លួនឯងតែក៏ត្រូវពិចារណាដើម្បីកូនស្រីដែរពួកយើងអាយុប្រហាក់ប្រហែលគ្នាទេនាងមើលការស្លៀកពាក់របស់ខ្ញុំយ៉ាងម៉េចដែរហើយមើលទៅខ្លួនឯងមើលទោះខ្ញុំស្លៀកពាក់ធម្មតាយ៉ាងហើយក៏មើលទៅដូចជាមនុស្សដែរមានអ្នកខ្លះក៏លើខ្លួនមានរបស់ brand ប៉ុន្តែមើលយ៉ាងម៉េចក៏មិនដូចជាមនុស្សដែរយ៉ាងម៉េចខ្ញុំថាលោកហើយណីបានច្រឡំយ៉ាងនេះធ្វើអីល្អណាស់មើលទៅថ្ងៃនេះអ្នកទាំងពីរគ្មានចេតនាជជែកជាមួយពួកខ្ញុំដោយស្រួលទេពិភាក្សានឹងចិនអន្តពេលមានស្អីល្អទៅខ្ញុំនិយាយហើយចិនអន្តពេលមិនខ្លាចស្លាប់ខ្ញុំដាច់ខាត់មិនចាក់ចេញពីក្រុងហ្វឹងឡើយអូណាបើមិនទៅណាហើយអញ្ចឹងកុំទៅណាទាំងអស់យើងនឹងបញ្ជូនពួកនាងឲ្យទៅជួបយមរាជសាក់មើលអ្នកបងទី1ខ្ញុំដឹងថាក្បាច់គុណអ្នកបងពូកែគាត់ថាខ្ញុំមិនបានត្រៀមអ្វីសោះពួកឯងអស់ការគូសំហើយ
អ្វីដែលយើងបានប្រាប់ពួកឯងអស់ពេលដែលត្រូវធ្វើហើយ ម៉ែពួកនេះប្រកល់ឲ្យខ្ញុំចុះបងជួបបញ្ហាខ្លះឯងមកទៅបងមកផ្លេតមក